Hello បាទចាំតិចបងអត់តមាន view អត់តមានអ្នកមើលតិចបានឡើងមានអ្នកមើល view 2k អស់ 5k 5k នឹង5អ្នកណាបងខ្ញុំនិយាយលេងតំបានបាន2លឿនហើយ 5k 10k 10អ្នកអូខេសួស្តីអ្នកនរគ្នាកំពុងទស្សនាការ live ផ្ទាល់នៅលើ Facebook page របស់ Sino Clinic ទាំងអស់គ្នាឥឡូវនេះយើងធ្វើការដាំសក់ផ្ទាល់ជូនអតិថិជនរបស់យើងបាទតែបងប្រុសគាត់ថាអត់អីទេអាចធ្វើការ live ផ្ទាល់បានបាទអាចឃើញមុខគាត់បានអញ្ចឹងណាព្រោះគាត់ចង់បង្ហាញពីសេវាកម្មពីការដាំសក់នៅ Sino Clinic ដែរព្រោះគាត់ដឹងថាដាំទៅល្អដុះបានផលប្រកបអីចឹងទៅបងប្រុសអនុញ្ញាតឲ្យយើងធ្វើការ live ផ្ទាល់ផងដែរហើយក៏មានចម្ងល់អីចឹងចង់សួរគាត់ក៏សួរបានដែរសួរបងឈឺអត់អីចឹងក៏អាចគាត់ឆ្លើយប្រាប់បានដូចគ្នាដែរបាទក៏ប៉ុតគាត់មកពីខាងក្រៅមកសុកក្រៅណាបាទនិយាយអង់គ្លេសគាត់ក៏បានដែរហើយបងគាត់ថ្នឹកភាសាអង់គ្លេសជាងភាសាខ្មែរណាភាសាខ្មែរគាត់អាចនិយាយបានដែរតែអាចអត់សូវស្ដាប់អត់សូវយល់ក៏ថាបានដែរបាទនិយាយបាយឡំនិយាយបាយឡាមឯណាបាទអញ្ចឹងអ្នកកំពុងទស្សនាអ្នកគ្នាបាទជួយ like ជួយ share ផងហើយសម្រាប់អ្នកមានសំណួរចម្ងល់ចង់សួរបងក៏បានដែរអូខេបើអត់ទាន់សួរទេឥឡូវនេះខ្ញុំសុំសួរសំណួរខ្លះមុនទៅបងខ្ញុំសួរទៅជាខ្មែរទៅបងនិយាយជាអង់គ្លេសក៏បានដែរបើបងចង់និយាយអង់គ្លេសជាងណាអូខេមិនដែរបងយើងធ្វើការដកសក់ហើយឥឡូវហ្នឹងយើងធ្វើការកំពុងធ្វើការដាំសក់តើបងមានការឈឺចាប់អីទេបងអត់ឈឺផងបើនិយាយទៅមានអារម្មណ៍ដូចថាយើងដូចថាសប្បាយហើយផលអីគឺជាដូចថាមានសប្បាយកម្មល្អមានអ្នកដូចថាជួយនិយាយឲ្យយើងមានអារម្មណ៍ដែរថាអត់មានបញ្ហាទេហើយពេលដូចថាចាក់បញ្ចូលឬអីគេប្រាប់យើងឲ្យមុនហើយឈឺតិចមែនតែដូចថាយូរទៅយើងសមបាទហើយពេលចាក់ដាំដកសក់នៅខាងក្រោយមានអារម្មណ៍ដូចថាយើងឮសំឡេងមែនប៉ុន្តែអត់ឈឺសោះអត់ឈឺហើយខ្ញុំឆ្ងល់ហើយហេលយមែនតើណាបាទលយហ្មងឮសំឡេងដូចជ្រិចដូចឆ្មាគេបាទគេខ្វាយbox បាទខ្វាយប្រអប់អីចឹងបាទប៉ុន្តែអត់ឈឺទេបាទគាត់កំពុងដាំប៉ុន្មានកុំដែរបាទបងដាំ 2000 កុំហ្មងណោះបាទ 2000 កុំបាទព្រោះអីសក់បងនិយាយទៅគាត់ឆក់រៀងធំដែររៀងធំដែរសក់បងឆក់អញ្ចឹងជាធំកំណើតបងឬក៏វាជ្រុះឬក៏មិនដែរបងទាំងពីរបងណោះបាទអញ្ចឹងរួមទាំងសក់គាត់តាំងពីកំណើតផងហើយនឹងជ្រុះផងហើយ stress ច្រើនហើយពេលទួយខ្ញុំផ្លុំសក់ដាក់ក្តៅលឿបជើអីចឹងវាជ្រុះតាមហ្នឹងដែរបាទអញ្ចឹងការផ្លុំសក់បែបយើងមានតែចិត្តមានក្តៅអញ្ចឹងពេលយើងដាក់ក្តៅចាប់ស្ងួតទៅក៏វាអាចធ្វើជិបសក់ដែរទី1ទី2ការលាប gel ធ្វើចាប់ម៉ូតសក់ញឹកញាប់ក៏ជ្រុះដែរអញ្ចឹងបាទដល់ពេលហើយទៅមិនបងដឹងស្គាល់ Sino តាមរយៈអីគេបងតាមអ្នកភ័ក្រតាមតកាយយើងបានស្គាល់គ្នាទៅហើយបើនិយាយទៅខ្ញុំមិនដែរចាប់អារម្មណ៍ដែលចង់ធ្វើពិតប្រាកដទេដោយថាចង់ដាំសក់ព្រោះខ្ញុំបារម្ភដោយថាអត់ស្គាល់គេអត់ទុកចិត្តអត់ដឹងបើសិនតែដាំសក់វាជុះរត់ដោយថាពេលថ្ងៃទៅមកទៅបាទតែពេលខ្ញុំបានស្គាល់តកាយហាងនេះខ្ញុំបាននិយាយជាមួយគាត់ហើយគាត់បញ្យល់ខ្ញុំហើយខ្ញុំមានអារម្មណ៍ដូចថាកក់ក្ដៅដែលថាអូខេបើទៅតាមគាត់បាទគាត់បានឲ្យបងមើលរូបភាពfeedback ភ្ញៀវ before after អីហើយមែនទេបងបាទឃើញថាដុសពិតមែនទេបងបាទចឹងទៅបងក៏សម្រេចចិត្តធ្វើការដាំសក់នៅ Sino Clinic ហើយមុននឹងដាំហ្នឹងមានអារម្មណ៍ថាភ័យខ្លាចឈឺឯបងបើនិយាយទៅមិនភ័យផងធម្មតាដូចថាទៅពេកឬអីដូចថាទៅពេកថ្មីឬអីខ្ញុំខ្លាចចង់ងាប់ខ្លាចបាទតែមកកន្លែងនេះដូចថាមានអារម្មណ៍ដូចថាយើងទៅកន្លែង spa ឬអីហើយមានអារម្មណ៍ដូចថាអូដូច
it feels good បាទ feel good ដូចជាមកម៉ាសាមកដូច relax អីមែនទេបងដូចជាអត់ឈឺដូចយើងម៉ាសាមកអញ្ចឹងបាទ អត់ឈឺសោះណៃមុនខ្ញុំមកសម្រាប់ដូចថាបាញ់ laser សម្រាប់សក់ខ្ញុំនៅតាមស្មាបាទ ហើយ feeling it felt good បាទសក់នៅស្មាហ្នឹងគឺរោមណាបាទគឺរោមរោមខ្លួនគាត់រោមនៅខាងស្មាបាទតែធម្មតាបាទធម្មតាចង់ថាយើងពួកគាត់នៅសាក់គេគាត់បកប្រែមកទៅជាសក់ត្រូវហើយបាទនិយាយទៅ hair ខ្លួននិយាយទៅ hair ដូចគ្នាបាទតែយើងពាក្យខ្មែរយើងសក់លើក្បាលបាទមិនចើមទេរោមបើរោមភ្នែកអីនិយាយទៅខ្លួនគឺរោមបាទនៅលើខ្លួនគេនិយាយថារោម បាទរោមភ្នែករោមចើមរោមទ្រូងអីចឹងបាទនិយាយទៅអារម្មណ៍ធម្មតាបងនោះអត់អីទេណោះបាទតែបើសិនបងមានការឈឺចាប់អីទោះអីបងអាចឈឺឬក៏មិនអីអាចប្រាប់ក្រុមពេទ្យបានមានអារម្មណ៍ឈឺចាប់ស្រក់ទឹកភ្នែកហ្នឹងបាទនេះគឺគាត់ប្រាប់តែគ្នាថាបើឈឺគាត់ស្រក់ទឹកភ្នែកឥឡូវគាត់ឈឺទេគាត់ថាធម្មតាគាត់អត់ខ្លាចចិត្តអីទេបាទអញ្ចឹងយើងធ្វើការ live ផ្ទាល់ឲ្យអ្នកដែលគាត់អត់បានទទួលសេវាកម្មដាំសក់អីចឹងគាត់ទស្សនាថាអូវាឈឺមែនអីចឹងណាបាទអត់មានការឈឺចាប់ទេយើងបង្ហាញពិតផ្ទាល់តែម្ដងមានជាការថតវីដេអូទុកទៅគឺ live ផ្ទាល់តែម្ដងដោយសារតែអត់មានការឈឺចាប់ណាហើយសម្រាប់ភ្ញៀវដែលគាត់បានធ្វើការដាំសក់ឬក៏ដាំចោលហើយនៅ Sino Clinic គាត់អាចមាន feedback មកវិញក៏បានដែរចូល comment មកជួយ comment ប្រាប់ឲ្យអ្នកដែលគាត់អត់ទាន់ហ៊ានក្នុងការដាំសក់អញ្ចឹងគាត់ចង់ដាំសក់អញ្ចឹងខ្លាចឈឺអីចឹងគាត់អាចជួយ comment មកគាត់ឲ្យគាត់កាន់តាលេងខ្លាចលេងអីចឹងមកធ្វើការដាំសក់នៅ Sino Clinic ទាំងអស់គ្នាបាទអូខេអញ្ចឹងខ្ញុំសុំសួរបងថែមទៀតតើជាធម្មតាជាទូទៅបងដឹងថានៅស្រុកគេនៅអាកាំងនៅអឺរ៉ុបអីមានដាំសក់មែនទេបងមានបាទអត់តែដឹងថានៅស្រុកខ្មែរមានទេមែនទេបងអត់ដឹងដែរបាទអញ្ចឹងគាត់អត់ដឹងទេស្រុកខ្មែរមានដាំសក់ឥឡូវហ្នឹងគឺគាត់ដឹងហើយនៅស្រុកខ្មែរក៏មានដាំសក់ដែរបាទជាទូទៅមាននៅអាស៊ីយើងមាននៅថៃមាននៅកូរ៉េនៅជប៉ុនអីចឹងបាទហើយតម្លៃគឺថ្លៃបងហើយនៅស្រុកខ្មែរគឺបងបានដឹងតម្លៃមែនអត់ទូថ្លៃជាងស្រុកគេទាំងអស់បាទហើយសម្រាប់ការដាំគឺស្តង់ដារអាមេរិកតែម្ដងគឺយើងធ្វើសេវាកម្ម FUE បាទ FUE ជាពីមុនយើងមានសេវាកម្មមួយទៀតគឺការវះខាងក្រោយក្បាលយើងយើងកាត់ហើយយើងដកដាំហ្មងអញ្ចឹងវាអាចមានស្នាមមានអីហើយអាចឈឺដែរអញ្ចឹងប៉ុន្តែនេះគឺ FUE ជាសេវាកម្មដែលគេប្រើទូទៅចុងក្រោយគឺគាត់ទៅដកសក់យើងយកមកដាំអត់មានការឈឺចាប់អីហើយងាយទៀតមានរបួសមានស្នាមអីចឹងណាបាទតែតងជាមួយនឹងការដាំសក់ឥឡូវហ្នឹងយើងមាន promotion ណាបាទយើងមាន promotion គឺបើសិនជាបងប្អូនដាំ 1000 ទៅ 1500 កុំគឺ1កុំ$1កន្លះបាទតម្លៃពេញ$2ក្នុង1កុំបើសិនជាបងដាំមក2000កុំឡើងទៅលើគឺសល់តែ1កុំ$1ទេបាទហើយសម្រាប់មួយទៀតគឺឥឡូវហ្នឹងគឺយើងមានជា game ផងដែរជា challenge បែបដាំសក់ free បងនិយាយទៅ hair transplant free តែម្ដងបាទសម្រាប់បងប្អូនខ្មែរគាត់អត់សូវមានតកាអញ្ចឹងណាបាទគាត់សូវនេះអញ្ចឹងគាត់ចង់បានដាំ free អញ្ចឹងណាបាទនិយាយទៅគាត់គ្រាន់តែងាយcondition របស់ game របស់យើងគ្រាន់តែគាត់ថតរូបខាងមុខហើយខាងក្រោយហើយនឹងកន្លែងដែលគាត់ចង់ដាំសក់ហ្នឹងគាត់ផ្ញើចូល Facebook page របស់យើងមកហើយគាត់ផ្ញើ ID card ហើយនឹងលេខតាក់ទងរបស់គាត់ហើយយើងនឹង select មើលបាទអ្នកណាដែលមើលទៅសក់គាត់ងាយដាំស្រួលដាំអញ្ចឹងណាក្រុមគ្រូពេទ្យគាត់មើលហើយគាត់នឹងខ្លាចជាអ្នកឈ្នះអញ្ចឹងណាបាទទៅងាយ easy បាទសម្រាប់បើខាងតឹងបរោះតឹងនារីក៏អាចចូលរួមបានដូចគ្នាផងដែរបាទហើយឥឡូវហ្នឹងគឺមានអ្នកដាក់ពាក្យមកច្រើនប៉ុន្តែនៅទទួលបន្តរហូតដល់ខែ12ណាបាទដល់ខែ12យើងនៅបន្តរហូតដល់ខែ12ហើយបាទថ្ងៃទៀតណាបាទដល់ខែ12មានអ្នកដាក់ចូលរួមច្រើនអញ្ចឹងចង់ចូលរួម free ដាំ free អាចបានប៉ុន្តែសម្រាប់លក្ខខណ្ឌរបស់អ្នកឈ្នះគឺយើងធ្វើការនៅពេលដែលថ្ងៃគាត់មកដាំសក់យើងធ្វើការថតវីដេអូថត vlog ហើយនឹងយើងយករូបគាត់មកថតចូល page ហ្នឹងសម្រាប់អ្នកឈ្នះណាបាទតែបើគាត់អូខេថានឹងបង្ហាញរូបបង្ហាញវីដេអូគាត់អូខេគាត់អាចចូលរួមលេងបានតែបើអត់ទេគាត់ដាំបានតែយើងបង់លុយបាទអាចបង់លុយបានអាច pay បានប៉ុន្តែយើងមាន promotion ផងដែរបាទហៅគ្រូទៅដាក់ទៅព្រោះយើងមានអនុស្សាវរីយ៍យើងអាចមើលបង្ហាញកូនយើងថានេះប៉ាពីមុនណាបាទហ្នឹងមានសក់ហើយជូតណាហើយស្អាតជាងមុនអញ្ចឹងទៅមាន confidence ជាងមុនសំខាន់ក្មេងជាងមុនបាទដូចបងឃើញតែកាយខ្ញុំក្មេងបាទក្មេងខ្ញុំក្មេងភាសាគាត់ដាំសក់បាទគាត់ដាំសក់ហ្នឹងគាត់ឡើងក្មេងហ្មង
តិចទៀតបងដាំហើយសក់ដុសច្រាដែរក៏ឃើញក្មេងដូចគ្នាដែរបាទ បើនិយាយទៅពុកតែដាំសក់អត់ដូចអត់ឈឺសក់ហើយបើនិយាយទៅសប្បាយទៅវិញមានអារម្មណ៍សប្បាយព្រោះដូចថាយើងដឹងណៃទៅមុខចាប់ដាំដោះសក់បាទ Yeah ភ្លុកជាងមុនស្អាតជាងមុន ហើយសេវាកម្មល្អទៀតដូចថាអ្នកធីមបុគ្គលិកនៅខាងនេះដូចថានិយាយពាក្យផ្អែមគេដឹងចិត្តយើងដូចថាធ្វើយើងមានអារម្មណ៍ដូចថាសុខភាពអត់មានអារម្មណ៍អីទេបាទទោះបីជាpatient គាត់មកតែឯងបាទក៏មានក្រុមគ្រូពេទ្យអីចឹងទៅនៅជាមួយនិយាយលេងអីចឹងណាបាទកំដរអត់ស្ងាត់ទេអត់អបសុកទេអត់ខ្លាចទេបាទហើយបានឲ្យខ្ញុំតែក្រូចឆ្មាទៀតបាទតែក្រូចឆ្មាកាយតែក្រូចឆ្មាបាទបានតែក្រូចឆ្មាកាយទៅសំខាន់ប៉ុន្តែអត់ទាន់ break ឡានទេបងเนาะបាទអត់ទាន់ break ទេទៀតយើង break ហើយមានឡានសម្រាប់បងទៀតបាទសង្ឃឹមតែមានប្រហុកអូប្រហុកប្រហុកមានបងប៉ុន្តែធម្មតាភ្ញៀវដែលដាំសក់យើងអត់ចង់ឲ្យគាត់ញ៉ាំទេបាទពួកអីគេហៅថាពួកផ្អាប់ណាបាទពួកផ្អាប់អីចឹងទៅយើងដាំហើយទៅយើងមានមុខរបួសអីចឹងយើងចង់ឲ្យតមចឹងណាបាទហើយធំផ្លែទៀតមែនទេអត់ធំផ្លែនេះគ្រូពេទ្យម៉ាស់អត់អីទេអត់ផ្លែនេះទៅវិញផ្លែធំពីក្រុមគ្រូពេទ្យទៅវិញទេបងបាទសំដួរក៏មានច្រើនដែរបាទខ្ញុំសូមតប reply comment គាត់ដាំសក់យើងដាំឲ្យដុះជាប់រហូតណាបាទយើងដាំឲ្យដុះជាប់រហូតតែម្ដងមិនមែនដាំជាប់ត1ឆ្នាំ2ឆ្នាំ3ឆ្នាំអីជ្រុះទៅវិញអត់ទេបាទសម្រាប់សក់ដែលដាំនោះគឺដុះបាទគឺដុះជាប់តែម្ដងបាទហើយហើយសម្រាប់ការដាំសក់នេះគឺជាសក់ប៉ិតរបស់អ្នកជំងឺតែម្ដងឧទាហរណ៍បងប្រុសកំពុងតែដាំសក់នេះគឺសក់របស់គាត់តែម្ដងគឺយើងធ្វើការដកសក់ពីខាងក្រោយក្បាលរបស់គាត់តតែម្ដងយកមកដាំណាបាទហើយសម្រាប់ការកន្លែងដែលដកសក់ហ្នឹងក៏មិនទៅជាឆក់មិនទៅជាតពេកទេបាទមិនមែនថាដកពីក្រោយមកដាំខាងមុខហើយខាងមុខពេញខាងក្រោយទៅជាឆក់ទៅជាតពេកអត់ទេបាទនិយាយទៅសក់ខាងក្រោយគឺនៅមានធម្មតាតែម្ដងបាទប៉ុន្តែគ្រាន់ថាយើងមានករណីដែរពេលខ្លះទៅអ្នកខ្លះទៅគាត់ឆក់គាត់ទៅពេកសក់គាត់ខាងមុខហ្នឹងអស់លេងអញ្ចឹងសក់ខាងក្រោយគាត់សល់តិចអីចឹងក៏យើងអាចដកយកមកដាំបានដែរតែបើសិនជាសក់គាត់ខាងក្រោយសល់ច្រើនអាចដកមកដាំបានអានឹងគឺជាករណីដែលល្អបាទធ្វើយ៉ាងមិនទៅជិនតើតងជាមួយនឹងគេអាហ្នឹងអូនផ្ញើព័ត៌មានដូចបងប្រាប់ខាងលើមកអូនផ្ញើចូលក្នុង page មកហើយខាង clinic គាត់នឹង select មើលបាទ select មើលអញ្ចឹងទៅពេលខាងណាជាប់អីចឹងទៅគាត់នឹងប្រកាសលទ្ធផលនៅលើ Facebook page អញ្ចឹងតែគាត់ថាគ្រូពេទ្យគាត់មើលថាសក់ស្រួលដាំអត់ឬក៏ពិបាកដាំអីចឹងណាបាទហើយអ្នកខ្លះទៅការដាំសក់ក៏មិនមែនដាំតែម្ដងជោគជ័យដោយសារតែគាត់ទៅពេកខ្លាំងគាត់ឆក់ខ្លាំងអញ្ចឹងគាត់អាចចូលករណីដាំ2ដងអីចឹងណាបាទអញ្ចឹងវាអាចថាពិបាកដាំហើយនឹងតងជាមួយនឹងកត្តាសុខភាពផងដែរយើងមើលសុខភាពអីចឹងណាបាទពេលដែលដឹងជាប់ហើយយើងត្រូវការពិនិត្យសុខភាពមកតង់ទៀតបើសុខភាពគាត់អូខេមានបញ្ហាទេគាត់អាចធ្វើការដាំបានអានេះគឺយើងសិលិចគាត់ឈ្នះតែម្ដងអញ្ចឹងណាបាទអញ្ចឹងសម្រាប់ព័ត៌មានលម្អិតអូនអាចធ្វើការឆាតទៅក្នុង Facebook page យើងបានបាទឆាតទៅឬក៏ call មកក៏បានលេខទូរស័ព្ទ098 63 3326ណាបាទអាច call មកក៏បានដែរដើម្បីគាត់ផ្ដល់ព័ត៌មានបាត់ទៅវិញណាបាទអញ្ចឹងតើតើមួយ game free បើតើតើមួយការដាំសក់មាន promotion ដូចគ្នាសម្រាប់ការចំណាយលុយបាទអញ្ចឹងមួយកុំ$1កន្លះហើយនឹង$1ដាំកាន់តែច្រើនបញ្ចុះតម្លៃកាន់តែច្រើនបាទខ្ញុំថ្ងាសធំតែសក់ច្រើនបាទសក់ច្រើនដឹងតើអាចដកបានអូនដកដាំគ្រប់អូនអត់អីទេបាទអាចដាំគ្រប់អត់អីទេណាបាទហើយដាំមួយខែដុះបានអញ្ចឹងតកតងជាមួយនឹងការដាំសក់នៅពេលដែលដាំហើយ3ទៅ6ខែសក់ដែលយើងដាំហ្នឹងវាចាប់ផ្ដើមដុះហើយរយៈពេល1ឆ្នាំវានឹងធ្វើការដុះចេញមកអស់គ្រប់ទាំងអស់តែម្ដងបាទអញ្ចឹងការដាំសក់វាតាម patient របស់ខុសៗគ្នាតាម cell អ្នកខ្លះទៅគាត់ដាំ3ខែគាត់ដុះមកច្រើនអ្នកខ្លះគាត់4ខែអ្នកខ្លះគាត់5ខែអញ្ចឹងណាបាទប៉ុន្តែវានឹងដុះអស់រយៈពេលរបស់វាគឺយូរផុតគឺនៅរយៈពេល1ឆ្នាំបាទសម្រាប់បងប្អូនដែលគាត់មានបញ្ហាសក់ចង់ដាំសក់គាត់អាចផ្ញើរូបគាត់ចូលទៅក្នុង page ក៏បានឬក៏គាត់អាចចូលមកពិនិត្យហើយវាពិភាក្សា consult
ធ្វើការ consult នៅ clinic ក៏បានដែរយើង free តែម្ដងសម្រាប់ការ consult ប្រឹក្សាយោបល់ផ្សេងៗអញ្ចឹងណាបាទទៅមួយការដាក់សតទៅមួយការបូមខ្លាំងផ្សេងអាចអញ្ជើញមកប្រឹក្សាបានដូចគ្នាហើយសម្រាប់ promotion មានដូចគ្នាណាបាទខ្ញុំបានដាក់ពាក្យចូលរួមរួចរាល់ហើយបាទអរគុណច្រើនបាទជួយ share ចែកចាយព័ត៌មាននេះផងបាទហើយក៏ជួយ share វីដេអូ live នេះផងដែរបាទមានអីបងមានអីចង់និយាយចង់ Yeah, so yay online platform. បាទនិយាយអស់ហើយ So yeah, if you ever thought about, you know, getting a hair transplant, it's a scary thought. I used to think about, you know, is it worth it? Should I do it? You know, I could just shave my head. I still look good, right? But you know, with doing this operation, I feel very confident. I feel like, hey, you know, at least this gives me the chance, the opportunity to be like, if I wanted to grow my hair and continue having hair, then I have that choice, right? And that's what we want in life, to just have choices, to have options. So if you ever thought about considering it, you know, come in for a consultation and see what it is and if it's the right thing for you. So I've never really thought about doing this seriously until just this month. And after talking to my friend, I realized like, hey, you know what do I have to lose? And let's just do it. And typically, like going to the hospital, going to a dentist, I'm scared. But for some reason, like going to this operation, like I was excited. And coming here is like it's a whole experience. It's like you get this white glove treatment, like a concierge service, and it just feels great. So if you ever consider wanting to do this, just come in, message them on Facebook and just ask questions, you know. So yeah, បើសិនណាមានចាប់អារម្មណ៍អីគាត់នឹងឆ្លើយតបតាម Facebook ទៅហើយយើងអាចដឹងបើសិនណាធ្វើដូចចេះល្អសម្រាប់ខ្លួនឯង បាទអញ្ចឹងបងគាត់បងប្អូនក៏បាននិយាយជាភាសាអង់គ្លេសទៅដើម្បីសម្រាប់សាសគេអញ្ចឹងណាបាទគាត់អាចស្ដាប់ដឹងថាអូមិនអីអញ្ចឹងបាទអញ្ចឹងគាត់ក៏បញ្យល់ជាភាសាអង់គ្លេសផងដែរបាទហើយបងប្រុសក៏គាត់មកពីបងមកពាក់ខែអាមេរិកមែនទេបងបាទខែអាមេរិកណាមកដាំដល់ស៊ីណូស្រុកខ្មែរបាទគាត់ងាយណាបងងាយមានចង់ឲ្យថាបងប្អូនយើងនៅស្រុកគេគាត់មកធ្វើនៅស្រុកខ្មែរបាទគាត់អត់សូវមានជំនឿចិត្តមាន confidence ថាអូគ្នាស្រុកខ្មែរអញ្ចឹងណាតែបងគាត់ដឹងបាទនៅស៊ីណូនេះល្អអញ្ចឹង standard អន្តរជាតិដែរថាមានមានបារម្ភដូចថា it feels safe. I feel very safe. I feel like it's there's nothing to worry about. បាទចាំមកគាត់ថាគាត់មានអារម្មណ៍ថាសុខភាពបងគាត់មានអីធ្វើបារម្ភទេបាទគាត់មកគឺគាត់ដឹងហ្មងនិយាយទៅគាត់មកមើលអីចឹងទៅបាទគាត់មើលតាមបន្ទប់អីចឹងទៅមើលគ្នាទៅឃើញថា standard អីចឹងណាបាទនិយាយទៅគាត់មានទំនុកចិត្តតែម្ដងបាទអញ្ចឹងអូខេខ្ញុំសូមឆ្លើយសំណួរដែរមានសំណួរច្រើនដែរសលើថ្ងាសហ្នឹងអីគេអាសហ្នឹងខ្លាញ់សក់មែនទេបងខ្លាញ់បាទនៅខាងក្រៅខ្លាញ់ខាងក្រៅបាទចាំតិចខ្ញុំបង្ហាញសក់មួយសិនបាទគ្រប់ពេលគាត់នឹងបង្ហាញសក់មើលឃើញបាទនេះទៅដៃក៏បានដែរបាទឃើញកាន់ឃើញបងកាន់វិញខ្លាញ់ហ្នឹងគឺនៅកន្លែងដែលគៀនដែលខ្ញុំកាន់ហ្នឹងគឺខ្លាញ់នៅខាងកូននៅខាងរឹសមែនទេចាបាទខ្លាញ់ខាងចុងនេះគឺរឹសសក់គឺយើងដកមកប្រវែងហ្នឹងសក់គាត់ល្អមែនតើដោយសារមាន2ហើយនឹង3ច្រើនសក់គាត់បាទអញ្ចឹងសក់គាត់មាន2កុំមួយកុំគាត់មាន2សរសៃនិង3សរសៃបាទមាន3សរសៃមានក៏មាន4ដែរតែគាត់ថា4មានតិចតែសហ្នឹងអីអូនសខ្លាញ់សក់ហ្នឹងវានឹងធម្មតាវិញទៅកន្លែងយើងដាំវានឹងទៅជាកម្ររយៈពេលមួយអាទិត្យណាបាទពេលជុកកម្រគឺធម្មតាតែម្ដងអត់មានឃើញអីសទេបាទគឺធម្មតាវិញដាំលើសក់ជ្រុះឬក៏កន្លែងអត់មានសក់ខាងលើតែទៅជាមួយការដាំសក់យើងដាំកន្លែងអត់មានសក់តែម្ដងពីកណ្ដាលរបស់យើងអញ្ចឹងណាបាទឧទាហរណ៍ចៅឬក៏ថ្ងាសយើងអញ្ចឹងបាទអញ្ចឹងទៅយើងដាំបានទី1ទី2បើសិនជាយើងជ្រុះសក់ហើយតែកន្លែងហ្នឹងអត់មានឬសក់អត់មានសក់ឲ្យត្រូវដោះមកទៀតក៏យើងធ្វើការដាំបានដូចគ្នាដែរប៉ុន្តែបើសិនជាករណីថាគាត់ជ្រុះសក់ហើយមានសក់ថ្មីដោះមកវិញតែដោះមកទូកន្លែងខ្លះដោះមកវិញទេអញ្ចឹងគាត់មិនបាច់ដាំសក់ក៏បានដែរគាត់អាចធ្វើការចាក់ជាមួយនឹង PRP plasma គឺជាការបូមឈាមរបស់គាត់យកមកចម្រាញ់ក្លុក
ដើម្បីចាក់មកវិញបាទជា plasma គាត់តតែម្ដងឲ្យជួយឲ្យសក់ដែលគាត់ជ្រុះហ្នឹងវាដុះមកវែងដុះមកលឿនបាទអាហ្នឹងណាបាទអញ្ចឹងវាមានករណីដែលត្រូវដាំឬក៏អត់ត្រូវដាំអញ្ចឹងបាទសម្រាប់ជ្រុះសក់តែថាពីកណ្ដាលតែម្ដងមានសក់ហ្មងឆក់ស្រាប់ហ្មងគឺដឹងតែដាំហើយបាទចង់ដាំដែរតែឆក់ខ្លាំងពេកមានលុយដាំអញសំហ្នឹងនៅតែបាទឬក៏ចូលរួមលេងហ្គេមមួយយើងបានអញ្ចឹងណាបាទអ្នកគ្រូពេទ្យសាស្ត្រឲ្យសេវាកម្មល្អអរគុណច្រើនបងអរគុណបាទមានចម្ងល់មានសំណួរអីទេសំខាន់ជួយ share ផងណាជួយ share ព័ត៌មាន share វីដេអូ live ទៅដល់បងប្អូនឬក៏មិត្តភ័ក្តិដែលគាត់មានបញ្ហាសក់និយាយទៅគឺឆក់ឬក៏តពេឬក៏ជ្រុះអីចឹងបាទប្រាប់គាត់ផង share ទៅ mention ឈ្មោះគាត់ទៅគាត់មើលថាអូនេះនៅ Sino Clinic ចាក់គេមានសេវាកម្មហ្នឹងឥឡូវនៅស្រុកខ្មែរមានហើយនិយាយទៅមានស្រុកខ្មែរ4ឆ្នាំហើយអញ្ចឹងអាចមកទួលសេវាកម្មបានទី1គឺសេវាកម្មគុណភាពស្តង់ដារអាមេរិកទី2តម្លៃធូរថ្លៃបើសិនជាយើងទៅតាមនៅស្រុកគេក៏តម្លៃថ្លៃដែរបាទទៅតាមថ្លៃក៏អស់ច្រើនដែរហើយសំខាន់ក៏ឥឡូវនេះគឺឡើងចុះអត់បានទេព្រោះអីកូវីដអញ្ចឹងយើងបិទព្រំដែនបិទអីអញ្ចឹងណាបាទហោះហើរក៏បានដែរបាទអញ្ចឹងមកស៊ីណូក្លេកបានបើសិនជាបងប្អូនអត់មានការជឿជាក់ទេអាចអញ្ជើញមកពិភាក្សាប្រឹក្សាកនសាលសិនបានណាពិភាក្សាពិនិត្យឥតគិតថ្លៃបាទបងប្រុសគាត់អត់អីទេគាត់ធម្មតាគាត់អត់ឈឺទេគាត់ថតវីដេអូអីចឹងទុកទូរស័ព្ទគាត់មើលដូចគ្នាបាទគាត់ record គាត់ថតដូច vlog ដូចអីដែរហ្នឹងបាទមើលទៅទឹកមុខគាត់ដឹងហើយបាទគាត់ធម្មតាអត់ឈឺទេគាត់មិនយំទេគាត់ញឹមហើយឥឡូវនេះយើងធ្វើការដាំ1500 size អាហ្នឹងយើងវគ្គទី1ហើយពេលដែលយើង break ទៅយើង break ញ៉ាំបាយថ្ងៃហើយយើងនឹងធ្វើការដាំបន្តវគ្គទី2ទៀតបាទអូខេសម្រាប់អ្នកមានសំណួរមានចម្ងល់អត់សួរនៅហ្នឹងចង់សួរក្នុង page ក៏បានចង់ខលមកសួរក៏បានលេខតាក់ទងមាននៅលើហ្នឹងហើយ098632326ណាសេវាកម្មមានច្រើនដូចនេះចង់បូមខ្លាញ់ក៏បានចង់ដាំសក់ក៏បានដាំចាមក៏បានដាំពុកមាត់ក៏បានដូចគ្នាផងដែរបាទដាំបានខុសគ្នាបងនេះយើងដូចបងដូចអ្នកខ្លះគាត់មានពុកមាត់មានអីហើយគាត់អត់ចង់បានទេគាត់បាញ់ laser ហើយ remove អត់បានអ្នកខ្លះគាត់អត់មានគាត់ចង់មានអញ្ចឹងគាត់អាចទៅធ្វើការដាំ hair transplant បានដូចគ្នាបាទអញ្ចឹងយើងមានភ្ញៀវមកច្រើនមកភ្ញៀវសាកេមានជប៉ុនមានកូរ៉េមានចិនមានបារាំងបាទមានអាមេរិកហើយនិងអាហ្វ្រិកក៏មានដែរធ្លាប់មកដាំនៅខ្មែរយើងណាដាំនៅស៊ីណូហ្នឹងមានច្រើនដែរការមុនកូវីដគាត់ឡើងចុះហើយ fly ទៅមកបានអញ្ចឹងណាបាទមានបណ្ដាំច្រើនដែរអញ្ចឹងមិនមែនមានតែភ្ញៀវខ្មែរនៅស៊ីណូគឺមានភ្ញៀវច្រើនសាសមកដាំមកទូសេវាកម្មហើយដូចគ្នាបាទអូខេជួយ like ជួយ share ផងឥឡូវនេះទូរស័ព្ទខ្ញុំនឹងអត់លោតថ្មហើយយើងក៏ live view ក៏អត់មាននិយាយដែរបាទនិយាយទៅគ្រាន់តែយើងធ្វើការ live ផ្ទាល់ឲ្យបងបងទាំងអស់គ្នាដឹងថាបងប្រុសគាត់ដាំសក់អត់មានការឈឺចាប់ទេភាគច្រើនឲ្យដាំសក់ដែលយើងសុំការអនុញ្ញាតបានពីគ្នាគឺយើងធ្វើការ live ដើម្បីបង្ហាញថាអត់មានការឈឺចាប់ទេអញ្ចឹងណាបាទហើយសម្រាប់ទំហំសក់ឆក់បងហ្នឹងគឺ2000កុំក្នុងមួយកុំគឺមានពី1ដល់5សរសៃបាទអាហ្នឹងលើសក់យើងជាក់ស្ដែងប៉ុន្តែសម្រាប់តម្លៃយើងគិតតែលើមួយកុំទេប៉ុន្តែពេលដកមកបាន3សរសៃ4សរសៃ5សរសៃគឺយើងដកជូនតាមនឹងជាក់ស្ដែងតែម្ដងណាមិនមែនថាយកមកកុំនឹងហើយមករាប់ទៀតមានប៉ុន្មានសរសៃគិតលុយផ្សេងទៀតអត់ទេបាទអញ្ចឹងគឺគិតតែក្នុងតម្លៃមួយកុំទេបាទហើយដាំចិត្តហើយណាដាំការដាំក៏ចិត្តហើយផងដែរបាទវគ្គទី1ឃើញមានបងប្អូនថ្មីគាត់ចូលមើលបន្តទៀតច្រើនដែរបាទជួយ like ជួយ share ផងណាអ្នកកំពុងទស្សនាទាំងអស់គ្នាបាទហើយយើងមានសេវាកម្មច្រើនមិនមែនមានតែដាំសក់នឹងមួយសេវាកម្មផ្សេងគឺយើងមានដែរបាទមានច្រើនសេវាកម្មហើយគឺល្អណាបាទហើយក៏មាន promotion ផងដែរចង់មកតង់សេរ៉ូមស្បែកចង់ម៉ាស្សាមុខអីគឺមានដូចគ្នាហើយមាន promotion ទៀតបាទសសហ្នឹងគឺជាខ្លាំងសក់របស់យើងបាទប៉ុន្តែសម្រាប់ការធ្វើគឺមុនដំបូងយើងធ្វើការដកសក់រួចហើយគេយកទៅកាត់នៅក្នុង microscope គេយកទៅកាត់ខ្លាញ់កាត់អីចេញអញ្ចឹងបាទកាត់ហើយបានគេយកមកធ្វើការត្រាំទឹករបស់វាបាទរួចហើយបានធ្វើការដាំអញ្ចឹងមិនដកភ្លាមដាំភ្លាមទេគឺយើងមាន step មានដំណាក់កាលរបស់វាចំណាយពេលច្រើនដែរហើយការដាំគឺចំណាយពេលអាចមួយថ្ងៃពេញពីម៉ោង9ទៅរហូតដល់ម៉ោង5ល្ងាច6ល្ងាច7ល្ងាច8ល្ងាចអីចឹងតាមសក់ដាំច្រើនឬក៏តិចជាក់ស្ដែងទី1ទី2តាមសក់គាត់ស្រួលដាំឬក៏ពិបាកដកឬក៏ពិបាកដាំអត់ចឹងបាទ
ប៉ុន្តែបើសិនជាចង់អ្វីដែលស្រួលបំផុតហ្នឹងគឺបងប្អូនត្រូវតមហ្មងបាទគឺត្រូវតមជាតិអាល់កុលហើយនឹងប្រភេទ supplement វីតាមីនអីទាំងអស់ត្រូវតមទៅអាហ្នឹងគឺដឹងតែដាំស្រួលដកស្រួលតែម្ដងបាទបើសិនជាពេលដែលយើងញ៉ាំហើយយើងអត់បានបាក់យើងមកធ្វើហ្មងវាពិបាកព្រោះឈាមយើងរាវពេលដែលយើងញ៉ាំជាតិអាល់កុលហើយពេលយើងញ៉ាំវីតាមីនញ៉ាំ supplement ផ្សេងៗចូលទៅឈាមយើងរាវអញ្ចឹងគាត់តែយើងដកចេញមកបន្តិចគឺវាឈាមយើងអាចហូរមកច្រើនអញ្ចឹងបាទដូចបងប្រុសអញ្ចឹងជាក់ស្ដែងគឺឈាមគាត់មានតិចមែនតើបាទដោយសារតែគាត់បានតមគាត់ញ៉ាំអីអញ្ចឹងបាទអញ្ចឹងស្រួលធ្វើស្រួលដាំបាទហើយងាយហើយលឿនហ្មងសក់គាត់1500ដកហើយម៉ោង11កន្លះបាទលឿនបើធម្មតាហើយម៉ោង1ម៉ោង2អញ្ចឹងណាបាទបានហើយតែបងប្អូនគាត់ហើយលឿនហើយលើនឹងការដាំក៏លឿនក៏ស្រួលដូចគ្នាដែរបងប្អូនមើលទៅឃើញជាក់ស្ដែងបាទគឺឈាមគាត់មានតិចមែនតើអត់មានច្រើនហើយបាទនិយាយទៅពេលខ្លះយើងមើលតាមការ live ឬក៏មើលតាមវីដេអូឬក៏មើល YouTube អីចឹងទៅមើលទៅដូចរៀងខ្លាចរៀងស្រាវអីចឹងណាប៉ុន្តែពេលបងប្អូនមកធ្វើជាក់ស្ដែងដូចកំបងឃើញតអញ្ចឹងគឺមានការជឿចាប់អត់មានអីគួរខ្លាចទេដូចបងប្រុសអញ្ចឹងគាត់ថាត់ខ្លាចផងធម្មតាដូចគាត់ទៅពេទ្យថ្មិញដូចគាត់ទៅ spa ទៅអីចឹងធម្មតាបាទចិត្តហើយនៅសល់តែប្រហែលខ្សែទៀតហើយអញ្ចឹងសម្រាប់បងប្អូនចង់ដាំសក់បាទគ្រូរាន់មកយើងនៅមាន promotion បាទហើយមានការផ្ដល់ជូនពិសេសផងដែរអូខេមានចម្ងល់ទេមានអីសួរចាំសួរក្នុង Facebook ក៏បានដែរចាំឆាតមកសួរហើយនឹង call មកក៏បានណាបាទអូយទីយើងបិទនឹងបិទការ live ហើយបាទតែរំខានជួយ share ជួយ like ជួយចែកចាយព័ត៌មាននឹងជូនដល់បងមិនថាបរោះមិនថានារីឯងគឺគាត់មានបញ្ហាជ្រុះសក់គាត់មានបញ្ហាឆក់សក់ទៅពេកសក់ពីកណ្ដាលឬកន្ទឹមទៅជ្រុះឬកន្ទឹមទៅពេកទៅឆក់អីគឺបងប្អូនអាចប្រាប់ដល់ដំណឹងនេះជូនទៅគាត់ចែកចាយព័ត៌មាននេះទៅដល់ពួកគាត់ទាំងអស់គ្នាបានដូចគ្នាពួកអីយើងមានព្យាបាលបានហើយធ្វើគាត់ឲ្យមានសក់មកវិញផងដែរហើយសម្រាប់បងនារីឬបងបរោះដែលគាត់ទៅធ្វើការគាត់សាក់ចិញ្ចើមឬក៏បាក់ចិញ្ចើមហើយស្រាប់តែចិញ្ចើមគាត់ក៏ទៅលុបវិញពេលដែលគាត់លុបហើយវាទៅជាស្នាមទៅជាផ្លែទៅជារបួសអត់ដុំចិញ្ចើមមកថ្មីក៏អាចធ្វើការដាំចិញ្ចើមបានដូចគ្នាផងដែរហើយយើងធ្វើការដាំយើងបានធ្វើការដាំចិញ្ចើមជូនជាច្រើននេះហើយគាត់មានបញ្ហាគាត់ទៅសាក់គាត់ទៅលុបទៅវាទៅជាស្នាមទៅជាផ្លែឆក់ចិញ្ចើមបាត់មកដុំពីរដុំអីចឹងណាបាទគឺដាំហើយគឺដុសមកវិញធម្មតាតែម្ដងបានទៅសឹងតែដូចដើម 100% គឺបាត់ស្នាមបាត់អីហ្មងណាបាទហើយរូបភាពក៏យើងបានធ្វើការផុសរួចហើយនៅក្នុង Facebook page របស់យើងបងប្អូនអាចទៅទស្សនាបានរូបភាព before after ដាំសក់ដាំចើមអីចឹងណាបាទគឺមានទាំងអស់តែម្ដងបាទឃ្លីបបាយណាបងអត់តផងអត់តណាបាយជំនាញបងស្ដាប់វិញក៏ប៉ុតគាត់ស្ដាប់ជំនាញមុនហ្នឹងតែខ្ញុំ live ទៅប្រាប់បងខ្ញុំសុំ live ទៅពេលហើយក៏បិទជំនាញទៅក៏ប៉ុតគាត់មានជំនាញស្ដាប់បទខ្មែរទេគាត់ស្ដាប់អត់ចូលស្ដាប់បទខ្មែរបទខ្មែរព្រោះចូលចិត្តមិនច្បាស់ជាមួយអូនបាទប្រុសម្នាក់នេះសំខាន់ដល់ពេលណាសុខភាពជាណកសូនណាបាត់ល្បីទៀតត្រឹមស្រមៃបាត់ល្បីខ្ញុំចូលចិត្ត Prima idol របស់ខ្ញុំណាបាទបើបានមើលវីដេអូនេះហើយគាត់ស្ដាប់បទខ្មែរអញ្ចឹងនៅពេលដែលបងដាំសក់ហើយថ្ងៃហ្នឹងស្អែកឡើងបងទៅអញ្ជើញមកពេលថ្ងៃអញ្ចឹងដែរមកដើម្បីយើង check កន្លែងយើងបានដាំហើយយើងមើលមុខរបួសអីចឹងណាបាទយើង clean ហើយដល់ពេលបន្ទាប់ពីហ្នឹងមកទឹកក្រោយមួយសប្តាហ៍បងអញ្ជើញមកលាងកំមបាទសម្អាតកំម clean កំមម្ដងទៀតបាទមើលថាវាស្ងួតនៅអីចឹងណាបាទហើយក្រោយពេលដាំហើយបងអាចមានអាការៈអាចហើមក្បាលតិចតួចអីចឹងណាបាទឬក៏អត់ហើមសោះឬក៏អាចរៀងហើមខ្លាំងអីចឹង3ទៅ4ថ្ងៃអញ្ចឹងបងតាម patient របស់គ្នាអ្នកខ្លះគាត់ក៏អត់ហើមអ្នកខ្លះគាត់ហើមតិចអីចឹងណាបាទអត់សូវហើមអញ្ចឹងបាទតែបងអាច
miền từ từ ra vậy chăng á và anh trường tới bàn tam thòng đa đá bàn thòng đa từ cái chăng tại dương miền muộn về nắng và bong bẹ đã mình cầm ao thu đi đây chăng việc bà tới vì cà phê mè rồi cho mè rồi chăng và ok chăng dương xong bật cả lại từ tầm phần đấy bà của ấy tôi sắp bắt mói hay cầm sầm khăn cứ đồng khăn chui xe chui lái chui chạy chạy qua rồi mình lại tông mùi xe và cảm nắm sọ đi chuồng đò bong bóng như tụi này bạn đang bàn chia bóng đá thành nơi Sino Clinic sọc mà á bà Sino Clinic nơi Phnom Penh nơi càng còn xa tu cổ bà miền xe và cảm đam sọ bà miền đam sọ bà đam sọ bật tạm đón đo mau bật tạm đó hay đo bàn là hô ở miền thà mà chất nam ấy chủ từ vân nhận về khởi chủ từ vân nhẹ bà cứ chọn là hô tạm đó bà ok chẳng ở con chán bà chụp lia bye bye